ហើយខ្ញុំឆ្លៀតឱកាសនេះខ្ញុំនិយាយអំពីរឿងការដែលអួតហើយទលាន់ហ្នឹងគឺមានសកម្មជនឬក៏ឃោសនិករបស់រដ្ឋាភិបាលកម្ពុជាគណៈបកប្រជាជនកម្ពុជាហើយសប្តាហ៍ថ្ងៃហ្នឹងគាត់មែនតើជារដ្ឋលេខាធិការក្រសួងព័ត៌មានហើយខ្ញុំសូមអធិស្ឋានខន្ទោសសូមអភ័យទោសផងដែលខ្ញុំត្រូវលើកឈ្មោះបុគ្គលយកមកនិយាយខ្ញុំអត់មានតាក់ទងនឹងការប៉ះពាល់បុគ្គលឈ្មោះទេប៉ុន្តែគាត់ជាផ្នែកនៃព័ត៌មានខ្ញុំលើកតាក់ទងលោកជុំកសលគាត់សរសេរសារនៅក្នុងបណ្ដាញសង្គម Facebook របស់គាត់វាយប្រហារតបទៅនឹងក្រុមប្រឆាំងក្រៅប្រទេសតាមពិតសារនេះសរសេរ2ថ្ងៃហើយថ្ងៃទី21ខែកុម្ភៈនេះប៉ុន្តែសារនេះក៏ឆ្លងតាមអ្វីដែលជាសាររបស់លោកកាលពីមុនដែរនៅពេលដែលលោកហ៊ុនម៉ាណែតទៅនិយាយជាមួយកាសែត Reuters ឬក៏ Fox News Digital ហ្នឹងគឺគាត់សរសេរថាសម្លេងសម្ដេចមហាធិបតីពេលនេះប្រៀបបាននឹងគ្រាប់នុយក្លេអ៊ែរធ្លាក់ចំកណ្ដាលទីក្រុងបាងកកប្រសាសន៍នេះឯងដែលយើងគិតថាជាការលើកជើងហួសហើយទៅធ្វើឲ្យអ្នកប្រឆាំងអីហ្នឹងតលន់ហើយដល់តលន់រិះគន់ពួកគាត់ទៅមានព្រះអង្គម្ចាស់បុត្របន្ទិញនៅវត្តភ្នំសេរីនៅឯ Massachusetts ហ្នឹងលោកសរសេរនៅលើបណ្ដាញសង្គមលោកលើកយកអត្ថបទរបស់លោកជុំកសលហ្នឹងយកមកមានមតិលោកមានថេរដីកាអញ្ចេះហើយខ្ញុំជឿថានេះគឺជាកណនី Facebook របស់ព្រះអង្គបុត្របន្ទិញឯងមិនដឹងតើព្រះអង្គបុត្របន្ទិញមានថេរដីកាហ្នឹងពិតប្រាកដយ៉ាងណាតែលោកកណនី Facebook ដែលមានពនាមព្រះអង្គបុត្របន្ទិញមានបច្ឆាយលក្ខរបស់ព្រះអង្គបុត្របន្ទិញហ្នឹងគឺមានដាក់សរសេរចេះអស្ចារ្យត្រង់ជួយបោកបន្តគ្នាតាមឋានៈទឹកដីបាត់មិនជួយប្រឹងទៀមទាប្រឹងតែបោកបើនៅតែបោកវានៅតែបន្តបាត់បង់បាទអញ្ចឹងគាត់ថាសាររបស់លោកជុំកសលនេះគឺនិយាយថាលោកហ៊ុនម៉ាណែតទៅនិយាយប្រាប់សារព័ត៌មានអន្តរជាតិថាថៃឈ្លានពានយើងនោះវាជាគ្រាប់បែកបរមាណូទម្លាក់ចំកណ្ដាលទីក្រុងបាងកកហើយទៅព្រះអង្គម្ចាស់បុត្របន្ទិញលោកមានថេរដីកាថាអាហ្នឹងគឺជាការបោកទេព្រោះអីអត់ព្រមទៀមទាប្រហែលជាប្រគុណម្ចាស់បុត្របន្ទិញចង់មានថេរដីកាថាមិនប្តឹងទៅថៃទៅប្រឹងរាយការណ៍និយាយអំពីអ្វីដែលកើតឡើងដដែលហ្នឹងអញ្ចឹងឥឡូវស្ដាប់ប្រសាសន៍របស់លោកជុំកសលតបទៅនឹងព្រះអង្គបុត្របន្ទិញវិញនេះជាសាររបស់គាត់ឲ្យខ្ញុំសូមអានទាំងស្រុងថាអញ្ចេះខ្ញុំឃើញសំណេរនេះត្រូវចិត្តក៏សូមយកមកផុសបន្តសូមអធិស្ឋានផងម្ចាស់សំណេរជូនជាចំហទៅពួកខ្មែរប្រឆាំងមួយចំនួនតូចដែលកំពុងងប់ងល់ប្រឆាំងដើម្បីបំផ្លាញជាតិឯងសារនេះគឺដដែលឲ្យតែថាអ្នកណាខ្ទាស់នឹងរដ្ឋាភិបាលសិតតែគេបំពុលឲ្យប្រឆាំងបំផ្លាញជាតិឯងមានតែអស់លោកនៅក្នុងស្រុកហ្នឹងឯងដែលស្នេហាជាតិគាត់បន្តទៀតថាបើពួកអស់លោកជាខ្មែរមានមនសិការជាតិក្នុងខួរក្បាលខ្លះអស់លោកគួរតែមានការសាទរនិងជំរុញការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំកម្ពុជាឲ្យបន្តប្រើប្រាស់ឱកាសដ៏មានតម្លៃនេះពេលនេះគឺលាតត្រដាងប្រាប់បង្ហាញការពិតប្រាប់ពិភពលោកនៅអំពើឈ្លានពានពីភាគីថៃមកលើកម្ពុជាមិនមែននាំគ្នាលក់លើយឬដងផ្លែផ្កាក្នុងចេតនាបំបាក់ទឹកចិត្តបែបនេះនោះទេលោកបន្តទៀតថាយើងសូមសួរពួកអស់លោកដោយត្រង់តើពួកអស់លោកធ្វើបែបហ្នឹងដើម្បីអ្វីឬក៏ធ្វើដើម្បីការពារថៃតើអស់លោកឈឺចិត្តណាស់មែនទេនៅពេលដែលនាយករដ្ឋមន្ត្រីកម្ពុជាលើកយកការពិតអំពីការឈ្លានពានរបស់ថៃប្រាប់ពិភពលោកឲ្យបានដឹងកាន់តែទូលំទូលាយនោះអស់លោកស្រែកជេររដ្ឋាភិបាលមួយថ្ងៃរាប់រយដងថាមិនដេចក៏មិនធ្វើអ្វីមួយដើម្បីទាមទារទឹកដីដែលថៃចូលគ្រប់គ្រងក្រោយបាត់ជប់បាញ់មកវិញអស់លោកចោទរដ្ឋាភិបាលនិងកងទ័ពថាកំសាកក៏មិនហ៊ានជាមួយថៃបណ្ដោយឲ្យគេចូលយកទឹកដីតាមតែអំពើចិត្តតែអស់លោកមើលមិនឃើញនៅរបៀបការងាររបស់រដ្ឋាភិបាលទេជាចុងក្រោយលោកមានប្រសាសន៍អញ្ចេះថាការពិតសកម្មភាពរបស់អស់លោកសប្តាហ៍នេះណាគឺលាតបង្ហាញយ៉ាងច្បាស់ថាអស់លោកមានចេតនាឆក់ឱកាសនេះដើម្បីបង្កហេតុញុះញង់បំភ្លៃបំផ្លាស់បំប៉ោងសូមឲ្យរដ្ឋាភិបាលដើម្បីឲ្យមានការយល់ច្រឡំខឹងស្អប់ពីសំណាក់ប្រជាពលរដ្ឋកម្ពុជាដើម្បីតែមហិច្ឆតាក្រុមខ្លួនដែលកំពុងស្រេកឃ្លានអំណាចតែប៉ុណ្ណោះហើយលោកបិទបញ្ចប់ដោយសរសេរថាហើយទង្វើរបស់អស់លោកនេះក៏ជាការបម្រើប្រយោជន៍សត្រូវដោយមិនអាចប្រកែកបានដែរអស់លោកពិតជាមានការយល់ច្រឡំធំហើយបច្ចុប្បន្ននិងអនាគតប្រជាជនកម្ពុជានៅតែមានការជឿជាក់និងគាំទ្ររដ្ឋាភិបាលគាំទ្រការដឹកនាំរបស់សម្ដេចហ៊ុនម៉ាណែតនិងគណៈបកប្រជាជនកម្ពុជាដោយគ្មានញាក់រេដាច់ខាតខ្ញុំពេញចិត្តឃ្លាចុងក្រោយរបស់លោកជុំកសលមែនតើបើលោកជឿជាក់ច្បាស់ថាប្រជាពលរដ្ឋជឿជាក់ទៅលើការដឹកនាំរបស់សម្ដេចបវរសេនាបតីហ៊ុនម៉ាណែតនិងសម្ដេចពុកហ៊ុនសែនរបស់លោកណាគួរតែលោកលើកទឹកចិត្តឲ្យមានការបោះឆ្នោតមួយដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ហើយកុំធ្វើទុកបុកម្នេញបកប្រឆាំងកុំធ្វើទុកបុកម្នេញប្រព័ន្ធផ្សព្វផ្សាយឯករាជ្យកុំចាប់សកម្មជនដាក់ពន្ធនាគារកុំងើបមួយវាយមួយកុំរករឿងគេអាហ្នឹងបានលោកជុំកសលជឿច្បាស់ថាតើប្រជាពលរដ្ឋកម្ពុជានៅជាមួយនឹងគណៈបកប្រជាជនកម្ពុជាឬក៏នៅខាងគណៈបកប្រឆាំងអាហ្នឹងមានតែចឹងទេម៉ែត្រពោះបើសិនជាធ្វើដូចលោកនេះគឺជាមតិលំអៀងទៅខាងគណៈបកប្រជាជនកម្ពុជាតាមការលើកជើងរបស់លោកជារៀងដរាបមកទេខ្ញុំលើកទឹកចិត្តថាខ្ញុំពេញចិត្តនៅការដែលចង់ឲ្យមានការធ្វើស្ទង់មតិជាប្រជាមតិទូទាំងពិភពលោកទូទាំងប្រទេសកម្ពុជាម្ដងមើលតើប្រជាប្រិយរបស់គណៈបកប្រជាជនកម្ពុជានៅប៉ុណ្ណាហើយធ្វើដោយឯករាជ្យដោយសម្ងាត់ដោយអីចឹងទៅអានោះបានយើងអាចដឹងបានមិនចឹងអានេះគាត់ជាសាររបស់លោកដើម្បីលើកជើងថ្នាក់ដឹកនាំរបស់លោកតទៅទៀតហ្នឹងហើយស្អីគេគាត់ថាលោកហ៊ុនម៉ាណែតនិយាយសារតាក់ទងនឹងរឿងផ្សព្វផ្សាយព័ត៌មានអន្តរជាតិហ្នឹងពីរឿងគេឈ្លានពានកម្ពុជាជាគ្រាប់បែកបរមាណូអង្រួនទីក្រុងបាងកក
ចុះវាធំធេងអីខ្ញុំជឿថាមិនខុសអីទេលោកហ៊ុនម៉ាណែតគ្មានអ្នកណាដែលទៅទប់លោកហ៊ុនម៉ាណែតមិនឲ្យធ្វើសេចក្តីរាយការណ៍ថ្លែងការណ៍តវ៉ាស្អីរដ្ឋាភិបាលធ្វើ700ដងហើយហ្នឹងអញ្ចឹងបងប្អូនគេលើកឡើងមកហ្នឹងថាគេថាមិនទាត់មិនមែនកម្ពុជាមិនបានទៀមទាទេគេមិនដែលមិននិយាយថាកម្ពុជាមិនបានទៀមទាទេគេថាកម្ពុជាអត់ទាន់ត្រូវរមាស់នៅពេលដែលអត់ត្រូវរមាស់យើងធ្វើខៀងតឡាការព្រមតាន់អន្តរជាតិក៏មិនប្តឹងតឡាការយុទ្ធធរអន្តរជាតិក៏មិនប្តឹងហើយទៅយើងខំប្រឹងធ្វើតែអញ្ចឹងប្រជាពលរដ្ឋគាត់លើកឡើងនឹងមិនមែនបានឲ្យគេមិនជួយទេលោកជុំកសលក៏ផ្ដល់ភាពអយុត្តិធម៌ដល់ក្រុមប្រឆាំងនៅក្រៅប្រទេសនេះដែរតើគាត់តវ៉ាដើម្បីឲ្យដោះលែងទាហានខ្មែរទាំង18នាក់ហ្នឹងស្រោចទៅក្រសួងការបរទេសធ្វើទាំងភ្លៀងទាំងខ្យល់ឥឡូវគាត់នាំគ្នារីអង្គាសថវិកាឬក៏ប្រមូលស្នាមមេដៃប្តឹងទៅតុលាការព្រមតាន់អន្តរជាតិក៏គាត់ធ្វើហើយគាត់ធ្វើឥឡូវចាប់ផ្ដើមគ្រោងនឹងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិទាំងខ្លួនឯងមិនមែនជារដ្ឋាភិបាលស្របច្បាប់ដូចនៅស្រុកខ្មែរដែលនៅលោកជុំកសលកំពុងកាន់ផងហេតុអីក៏លោកមិនមើលឃើញទង្វើរបស់គេលោកយកសារនឹងមកគឺវាយប្រហារគេដើម្បីគេមួម៉ៅរឿងលោកនិយាយថាសាររបស់លោកហ៊ុនម៉ាណែតនិយាយជាមួយ Reuters នឹងជាគ្រាប់បរិមាណណូស្អីគេព្រោះអីលោកហ៊ុនម៉ាណែតនិយាយនឹងតើវាខុសគ្នាពីលោកប៉ែនប៊ុនណានិយាយប៉ុណ្ណាទៅវាខុសគ្នាពីអ្វីដែលអ្នកស្រីម៉ាលីសុជាតិតាក្រសួងការពារជាតិនិយាយវាខុសអីពីលោកប្រាក់សុខុននិយាយវាខុសអីពីលោកទាសីហានិយាយដែលសឹកមាត់តដោកកោកសឹកមាត់តដោកឆ្អែតតពុះកបីមកយោមកហើយនឹងមានអីប្លែកបើពួកគេឃើញលោកហ៊ុនម៉ាណែតមកហ្នឹងគឺតែនិយាយតែដដែលចុះឲ្យអត់ព្រមប្តឹងទៅតុលាការអន្តរជាតិគេនិយាយទៅគេពិបាកចិត្តតែហេតុអីបានជានៅតែធ្វើរឿងដដែលហើយរំពឹងបានលទ្ធផលថ្មីអញ្ចឹងហើយដល់ពេលគេថាលោកថាគេអត់បានជួយរកយុត្តិធម៌ឬក៏ជួយជាតិនេះបែរទៅជាចង់ផ្ដួលរំលំរដ្ឋាភិបាលដើម្បីក្រាញអំណាចរបស់ខ្លួនខ្ញុំជឿថាភាសានេះគឺលោកនិយាយចឹងយូរហើយបើតាមមើលសាររបស់លោកនឹងគឺតែអញ្ចឹងឯងតាមពិតជារដ្ឋលេខាធិការក្រសួងព័ត៌មានគួរតែមានភាពនៅកណ្ដាលឲ្យបានច្រើនដែរមិនមែនតែទៅខ្ញុំមិនថាធម្មតាអ្នកដែលចូលកូតានៅក្នុងរដ្ឋាភិបាលកម្ពុជានឹងសិទ្ធិកូតាគណៈបកសិទ្ធិអ្នកកាន់មូលដ្ឋានកាន់អីវិជាការពិតដែរត្រូវតែគ្រប់គ្រងគណៈបកប្រជាជនប៉ុន្តែឲ្យវាមានកណ្ដាលខ្លះយុទ្ធធរខ្លះទៅដែលបានអាចធ្វើការជាមួយគ្នាក្នុងនាមជាការផ្សះផ្សាជាតិបើអញ្ចឹងមកសូវតែក្រុមឧទាមក្រុមស្អីគេអត់បានជួយអីសោះអាគេចង់ជួយយើងចង់ងាប់នៅក្នុងស្រុកខ្មែរគេមានសមាជិកសភាគេ55នាក់ក្រុមអស់លោកបំផ្លាញគេអស់លីងគេជាប់ឆ្នោត3លាននាក់បោះឆ្នោតឲ្យដើម្បីយកទៅតតាំងជាមួយអស់លោកជួយគ្នាបំផ្លាញគេអស់បំផ្លាញគណៈបកគេអស់ហើយទៅបោះឆ្នោតអត់មានគណៈបកគេហើយទៅមកថាគេអត់ដែរជួយអីគេចាប់ផ្ដើមទៀមទាទៅរកអ្វីដែលជួយខ្មែរបានតាមលក្ខណៈស្របច្បាប់សន្តិវិធីនៅក្រៅប្រទេសថាគេជាពួកឧទាមររឿងតើអស់លោកនៅបន្តបោកប្រាស់ប្រជាពលរដ្ឋបានយូរប៉ុណ្ណាទៀតខ្ញុំកំពុងតែឆ្ងល់មានដែលខ្ពើមអំពើហ្នឹងទេខ្ញុំកំពុងតែឆ្ងល់ខ្ញុំមិននិយាយនេះនិយាយជាលក្ខណៈបុគ្គលទេខ្ញុំនិយាយអំពីមន្ត្រីជារដ្ឋលេខាធិការក្រសួងព័ត៌មានបើខ្ញុំអត់និយាយជាបុគ្គលលោកជុំកសលទេលោកធ្វើអីតាមសមាជិកខ្ញុំអត់ខ្វល់ទេខ្ញុំនិយាយបុគ្គលសាធារណៈស៊ីប្រាក់ខែរាជបំរើរាជ17លានអ្នកលោកអត់មែនបំរើក្រសួងព័ត៌មានដែលមានគ្នាតែប្រមាណអ្នកឬគណៈបកប្រជាជនទេលោកជាមន្ត្រីរាជការស៊ីវិលបំរើរាជស៊ីប្រាក់ខែរាជឲ្យគណៈបកប្រឆាំងក៏គេបងពុនបងដាហ្នឹងដើម្បីបានប្រាក់ខែទៅអស់លោកដែរហេតុអីបានជាលោកបំរើតែគណៈបកមួយខាងឬក៏វាយប្រហារគេគ្រប់រឿងឬមួយក៏គិតថាអ្នកនៅក្រៅប្រទេសហ្នឹងមិនបានបងពុនអីឲ្យស្រុកខ្មែរទេគេក៏មានបងប្អូនគេក៏មានក្រុមគ្រួសារគេក៏មានអាជីវកម្មមានអីនៅស្រុកខ្មែរអីរកទទួលទានបងពុនតាមសមាជិកហើយអ្នកដែលខ្លាចរឿងការដែលកិច្ចពុនអីហ្នឹងមិនមែនរឿងគណៈអ្នកដែលខ្លាចកិច្ចពុនធ្វើគាត់គឺក្រុមគណៈបកខាងហ្នឹងឯងព្រោះខ្លាចគេរករឿងដូច្នេះខ្ញុំជឿថាពួកគាត់គឺជាអ្នកប្រឹងប្រែងបងពុនបងអីជូនប្រាក់ខែដល់អស់លោកដើម្បីបំរើប្រជាពលរដ្ឋទាំងអស់ហ្នឹងដែរកុំបំរើតាមសម្លេងមកខាងពេកអីមិនអញ្ចឹងហើយការដែលនិយាយលើកជើងមេខ្លួនឯងកប់ពពកអីហ្នឹងក៏ទលាន់ខ្លះទៅអីព្រោះអីប្រជាពលរដ្ឋដឹងតើមិនអត់ប្រឹងទេអស់លោកចាំបាច់មកវាយប្រហារក្រុមប្រឆាំងថាអត់ធ្វើអីទង្វើល្អអត់ចាំបាច់ប្រាប់គេទេស្រាឆ្ងាញ់អត់ចាំបាច់បិទស្លាកទេស្រាឆ្ងាញ់នោះទៅលក់ចោលកដាលព្រៃមានទៀមស្រាណាក៏គេហែកចូលទៅរកទិញដែរព្រោះវាឆ្ងាញ់វាសំខាន់គឺឲ្យជារសជាតិពិតនៃស្រានោះតែយើងខំប្រឹងថាអត់ឆ្ងាញ់ហើយខំប្រឹងគម្រាមកំហែងគេឲ្យមកទិញផលិតផលយើងឲ្យទៅវាយដបកតិនស្រាគេចោលអីឡាក់នឹងឡាក់វាអត់បានផលទេការសរសើរស្លាប់គឺបង្អាប់រស់ការនិយាយលើកជើងមេក៏លើកទៅអត់អីទេក៏ប៉ុន្តែកុំឲ្យខ្ពស់កប់ពពកហួសពីការពិតទៀតតើយើងទៅនិយាយអន្តរជាតិនេះប្រាប់ទូរទស្សន៍ឬក៏វិទ្យុអន្តរជាតិ Reuters នេះវាខុសអីពីដែលកម្ពុជាក្រសួងការបរទេសចេញសេចក្តីថ្លែងការណ៍ស្ទើរតែមិនលួសថ្ងៃជាង700ដងហ្នឹងតើអន្តរជាតិអត់បានដឹងអីរឿងហ្នឹងសោះអញ្ចឹងហើយចុះឥឡូវដឹងហើយហ្នឹងមិនបរិមាណណូនៅទីក្រុងបាងកកហ្នឹងឥឡូវមិនថៃខ្ចាក់ដីឲ្យខ្មែរអស់វិញមែនអត់ទេអត់មែនត្រឹមមិនខ្ចាក់ដីទេររឿងវាយលើកទី3ទៀតឥឡូវខ្ញុំនិយាយហេតុអីបានជារឿងថៃរឿងបញ្ជូនមន្ត្រីគេទៅអឺរ៉ុបដើម្បីទប់ជាមួយខ្មែរហើយដើម្បីរកវិធានការអាហ្នឹងគឺយើងបង្កកម្ដៅទៅវិញតាអានេះគឺជាការបង្កកម្ដៅដើម្បីឲ្យចាប់ផ្ដើមខាងនោះត្រៀមជើងព្រួលកាន់តែខ្លាំងដើម្បីទប់មកព្រំដែនអត់មានស្បើយទេព្រោះអីគេថាកម្ពុជាហាក់បីដូចជាយកយន្តការអន្តរជាតិហ្នឹងដើម្បីទូងស្គរឲ្យលឺដើម្បីវាយប្រហារលីពណ៌ថៃវិជាការល្អឲ្យធ្វើឲ្យថៃអាម៉ាស់តែថៃវាអាម៉ាស់អស់ចិត្តហើយ
គ្មានអ្នកណាម្នាក់មិនជឿថាថៃចំពោះខ្មែរយើងគ្មានខ្មែរណាដែលគិតថាថៃអត់ឈ្លានពានកម្ពុជាទេតែបរទេសគេនៅតែគិតថាអានឹងរឿងថៃជាអ្នកចម្បាំងស្មោកគ្រោកដោយលោកត្រាំគាត់ថាអានឹងគាត់ថាអីថាទៅប៉ុន្តែតថភាពពិតគឺថៃឈ្លានពានកម្ពុជាច្បាស់លាស់តែប៉ុណ្្នឹងបានហើយយើងដឹងគ្រប់គ្នាអញ្ចឹងប៉ុន្តែរឿងសំខាន់មិនមែនរឿងទៅផ្សាយអន្តរជាតិនឹងទេវាជាយន្តការការទូតឬក៏ទូងស្គរវាត្រូវហើយប៉ុន្តែទូងប្រហោងក្នុងទេរឿងសំខាន់គឺប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិបើសិនជាអស់លោកលើកទឹកចិត្តឲ្យរដ្ឋាភិបាលអស់លោកប្តឹងណាខ្ញុំជឿថាគណៈបកប្រឆាំងនេះអស់ដាវហើយអស់លោកឲ្យដងដាវទៅគណៈបកប្រឆាំងកាន់តាព្រោះអីគណៈបកប្រឆាំងអាចតវ៉ាឲ្យប្តឹងទៅបានព្រោះអស់លោកអត់ប្តឹងសាក់ប្តឹងមើលប្តឹងឲ្យបាត់សម្លេងប្រឆាំងវិញមើលអានឹងបានខ្ញុំសរសើរដោយស្មោះថានេះបើក្រុមប្រឆាំងចង់បានប្តឹងរដ្ឋាភិបាលប្តឹងឲ្យមើលរដ្ឋាភិបាលក្រុមប្រឆាំងគ្នាទៅទៀតទៅរកយុទ្ធសាស្ត្រអីផ្សេងទៀតព្រោះអីធ្វើអាហ្នឹងឲ្យប្តឹងឥឡូវប្តឹងឲ្យពួកគោលបំណងចង់ឲ្យរដ្ឋាភិបាលប្តឹងថាបើប្តឹងឲ្យគាត់ទៅទៀតគាត់មានកម្មវិធីអីទៀតទៅតែឥឡូវដល់អត់ប្តឹងគាត់ប្រឹងធ្វើឲ្យប្តឹងហើយប្តឹងនឹងដើម្បីអីគេលោកប្តឹងដើម្បីឲ្យប្រទេសកម្ពុជាបាត់ដីមែនលោកអត់មើលឃើញទេចាបើប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រហ្មទណ្ឌអន្តរជាតិខាងឲ្យគេខ្ចាក់ដីមកវិញហើយចឹងគាត់អត់ជួយទេគាត់ក្បត់ចិត្តកន្លែងណាកន្លែងហ្នឹងប្តឹងដីដែលយើងបាត់ទៅក្រោមការគ្រប់គ្រងរបស់ថៃឲ្យបានមកវិញយើងទៅចោទថាក្រុមពួកគាត់ក្បត់ជាតិហើយចោះអស់លោកដែលទប់អត់ព្រមប្តឹងហ្នឹងក្បត់អីវិញចឹងមិនថាខ្ញុំស្ដាយបញ្ញវន្តខ្មែរមានច្រើនមែនតើក៏ប៉ុន្តែដូចថាងប់នៅក្នុងអាការប្រើនយោបាយប្រជាពិធសរសើរស្លាប់បង្អាប់រស់អាជ័យធ្លាក់ទឹកតែស្កប្រជាពលរដ្ឋលោកជ្រិញលោកតលន់ដែរប៉ុន្តែអស់លោកអត់តលន់សំខាន់គឺអស់លោកអត់ដែរតលន់នេះខ្ញុំសូមសរសើរដោយស្មោះយើងធម្មតាតែយើងញ៉ាំអាហារណានៅហាងណាតែម្ដងពីរដងញ៉ាំកើតឈឺពោះអីយើងទៅរកហាងថ្មីប៉ុន្តែអស់លោកអត់សោះអាហារដែលតលន់ដែលក្អួតឆ្អើមខ្ពើមហ្នឹងគឺលោកនៅតែទទួលទានពេញមាត់ទៀតអាហ្នឹងហើយដែលធ្វើឲ្យយើងមិនជ្រៅទៅមិនឆ្ងាយទេអស់លោកដែលជាបញ្ញវន្តគេជេរគេរិះគន់កុំខឹងគេរិះគន់អត់ខ្វល់រឿងគេហើយកុំទៅរវល់រើសដុំថ្មចោលឆ្កែខ្ញុំមិនគិតថាក្រុមប្រឆាំងឆ្កែខ្ញុំចង់និយាយថាយើងធ្វើតែអំពើត្រឹមត្រូវទៅហើយបើធ្វើអំពើល្អត្រឹមត្រូវគង់តែគេមើលឃើញដូចស្រាឆ្ងាញ់អញ្ចឹងអត់ចាំបាច់បិទស្លាកទេគេទៅហិចតាមអញ្ចឹងមិនថាខ្ញុំវាសោកស្ដាយដែរដែលរឿងនេះវានៅតែកើតឡើងហើយមន្ត្រីឃោសនិករបស់គណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលអត់រៀនមេរៀនអីសោះគឺហាក់បីដូចជាគិតថាចំណេះជំនាញរបស់ខ្លួននឹងគឺមានតែប៉ុណ្ណឹងសរសើរលើកជើងសរសើរមេឲ្យណានៃតែម្ដងគឺបញ្ចោមេអញ្ចឹងមកហើយមេហ្នឹងក៏តែអញ្ចឹងទៀតបើកូនចៅបញ្ចោហ្នឹងអត់មានតែហៅទៅអប់រំណែនាំអីតលន់អីក៏នៅតែទទួលទានអាការបញ្ចោបច្ចេកបច្ចាហ្នឹងទាំងមេទាំងកូនត្រូវដងត្រូវផ្លែគ្នាតែអញ្ចឹងរហូតហើយទៅតាំងមកប្រាប់ថាប្រជាជនកម្ពុជានៅតែគ្រប់គ្រងរដ្ឋាភិបាលគណៈបកប្រជាជនកម្ពុជាឥតងាករេមានតែក្រុមលោកហ្នឹងឯងដែលគ្រប់គ្រងនោះប្រជាពលរដ្ឋគេនៅទូងស្គរពេញពិភពលោកចាប់គេដាក់គុកអត់ឲ្យប្រជាពលរដ្ឋនិយាយដោយសេរីមើលកុំខ្ទប់មាត់គេកុំចាប់គេដាក់គុកអស់លោកនឹងដឹងថាបន្ទុករបស់អស់លោកប្រមាណហើយយើងអត់អាចសម្រេចបន្ទុកខ្លួនឯងទេបន្ទុកមិនមែនបានមកលើយើងជាអ្នកឲ្យទេបន្ទុកនៃអ្នកសម្ដែងបានមកពីអតិថិជនឬក៏ទស្សនិកជនដែលជាអ្នកឲ្យសម្រស់របស់មនុស្សម្នាក់ស្រស់ស្អាតយ៉ាងណាគឺដោយសារភ្នែកអ្នកដតីគេអ្នកមើលឃើញមិនមែនយើងថាខ្ញុំស្អាតof course ណាក៏សរសើរខ្លួនឯងស្អាតដែរប៉ុន្តែវាមិនមែនជាសម្រស់ផូរផង់ដែលយើងចេះតែថាទេវាតតែមានអ្នកផងទាំងពួងគេមើលមកគេទាស់ភ្នែកគេអ្នកខ្លះគេគិតថាស្អាតអ្នកខ្លះគេគិតថាអាក្រក់អ្នកខ្លះគេគិតថាសមរម្យប៉ុណ្ណឹងអ្នកខ្លះគេថាត្រូវថែមនេះទៀតដូច្នេះអាការសម្រេចសេចក្តីនឹងមិនមែននៅលើអស់លោកអ្នកថាទេគឺនៅលើប្រជាពលរដ្ឋឲ្យស្ដាប់គេទៅហើយកែអញ្ចឹងបានយើងទៅមុខបាន